ខ្ញុំបានចំណានសូមគោរពជំរាបសួរសម្ដេចអាដាមលោកជំទាវលោករស្រីបងប្អូនទស្សនិកជនជាទីគោរពនេះគឺជាកម្មវិធីកិច្ចសម្ភាសន៍ពិសេសពាក់ព័ន្ធទៅនឹងដំណើរឆ្ពោះទៅព្រឹត្តិការណ៍នគរសង្ក្រាន្តហើយនៅក្នុងខ្ញុំបាទសូមចាប់អារម្មណ៍ពាក់ព័ន្ធទៅនឹងយុទ្ធនាការបាទចូលឆ្នាំខ្មែរមកលេងស្រុកខ្មែរបាទទូទស្សនិកជននៅសល់រយៈពេលប្រហែលថ្ងៃខាងមុខទៀតប៉ុណ្ណោះនឹងមកដល់នៅពិធីបុណ្យជាតិធំប្រចាំឆ្នាំគឺពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរដែលបងប្អូនប្រជាពលរដ្ឋតែងតែគោរពប្រតិបត្តិតាមជាពិសេសគឺការនឹងមកដល់នៅព្រឹត្តិការណ៍ធំសំខាន់ពាក់ព័ន្ធនឹងវិស័យទេសចរបាទថ្ងៃនេះខ្ញុំបាទមានកិត្តិយសដែលបានអញ្ជើញមកដល់ទីស្តីការនៃក្រសួងទេសចរដើម្បីជួបជជែកពិភាក្សាជាមួយនឹងវាគ្មិនជំនាញរបស់យើងដែលមានលោកជំទាវហ៊ុនដានីរដ្ឋលេខាធិការនិងជាអ្នកនាំពាក្យក្រសួងទេសចរខ្ញុំសូមគ្រប់ជួបលោកជំទាវបាទអរគុណលោកជំទាវដែលបានផ្ដល់ពេលវេលានិងផ្ដល់ឱកាសឲ្យទូរទស្សនិកកម្ពុជាបានជជែកពិភាក្សាជាមួយលោកជំទាវពាក់ព័ន្ធនឹងព្រឹត្តិការណ៍សំខាន់ដែលបំរើឲ្យវិស័យទេសចរលោកជំទាវឃើញថានៅកម្ពុជារបស់យើងពីមួយឆ្នាំទៅមួយឆ្នាំយើងតែងតែមាននៅព្រឹត្តិការណ៍សំខាន់នានានៅក្នុងឱកាសនៃពិធីបុណ្យចូលឆ្នាំថ្មីដើម្បីតេទៀងនៅភ្ញៀវទេសចរទាំងជាតិក៏ដូចជាអន្តរជាតិជាពិសេសនៅក្នុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរដែលមានព្រឹត្តិការណ៍សំខាន់គឺនគរសង្ក្រាន្តរៀបចំនៅរាជធានីភ្នំពេញរបស់យើងផ្ទាល់តើលោកជំទាវយល់ឃើញថាព្រឹត្តិការណ៍នេះបានរួមចំណែកអ្វីខ្លះទៅដល់វិស័យទេសចរកម្ពុជាសម្រាប់ស្ថានភាពនាពេលបច្ចុប្បន្នលោកទាវបាទចាសូមអរគុណមុននឹងឆ្លើយតបទៅនឹងសំណួរនេះក្នុងនាមក្រសួងទេសចរជាពិសេសក្នុងនាមអាដាមរដ្ឋមន្ត្រីហួតហានេះខ្ញុំសូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជាទីបំផុតជូនចំពោះសម្ដេចធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃប្រជាណាចក្រកម្ពុជាដែលលោកបានអនុញ្ញាតឲ្យសហភាពសហព័ន្ធយុវជនកម្ពុជាសហការជាមួយក្រសួងទេសចរក៏ដូចជាក្រសួងស្ថាប័នពាក់ព័ន្ធនៅក្នុងការរៀបចំព្រឹត្តិការណ៍នគរសង្ក្រាន្តដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរហើយនេះខ្ញុំសូមជម្រាបជូនថាព្រឹត្តិការណ៍នេះនឹងរៀបចំឡើងរយៈពេល6ថ្ងៃគឺចាប់ពីថ្ងៃទី14ដល់ថ្ងៃទី19ខែមេសាឆ្នាំ2026នៅរាជធានីភ្នំពេញចា៎ហើយពាក់ព័ន្ធនឹងសំណួរនេះខ្ញុំសូមជម្រាបជូនថាព្រឹត្តិការណ៍នេះគឺមិនត្រឹមតែជាព្រឹត្តិការណ៍ប៉ុណ្ណោះទេក៏ប៉ុន្តែគឺជាឱកាសដ៏សំខាន់នៅក្នុងការបង្ហាញផ្សព្វផ្សាយលើកកម្ពស់ពីអត្តសញ្ញាណជាតិនិងការលើកកម្ពស់ពីវិស័យទេសចរតាមរយៈព្រឹត្តិការណ៍បាទអរគុណដល់លោកជំទាវឃើញនៅព្រឹត្តិការណ៍នេះមានការទន្ទឹងរង់ចាំច្រើនពីសំណាក់បងប្អូនប្រជាពលរដ្ឋខ្មែរជាពិសេសគឺយុវជនដែលជាអ្នកសមាជិកក៏ត្រៀមខ្លួនក្នុងការស្វាគមន៍ភ្ញៀវទេសចរទាំងជាតិនិងអន្តរជាតិលោកជំទាវនៅក្នុងព្រឹត្តិការណ៍នេះខ្ញុំចាប់អារម្មណ៍ទៅនឹងយុទ្ធនាការចូលឆ្នាំខ្មែរមកលេងស្រុកខ្មែរពាក្យនេះគឺមានអត្ថន័យមែនទែនចង់ឲ្យលោកជំទាវអាចបញ្ជាក់ជូនពីខ្លឹមសារនិងគោលបំណងនៃយុទ្ធនាការនេះបានទេបាទចាចំពោះខ្លឹមសារនៃយុទ្ធនាការចូលឆ្នាំខ្មែរមកលេងស្រុកខ្មែរគឺពិតណាស់មានសារៈសំខាន់ហើយនឹងមានតម្លៃស្នូលគឺផ្សារភ្ជាប់ភាពជាខ្មែរចាអញ្ចឹងហើយបានជាមានពាក្យថាចូលឆ្នាំខ្មែរមកលេងស្រុកខ្មែរហើយផ្សារភ្ជាប់ទៅនឹងមាតុភូមិកំណើតដែលជាទឹកដីដ៏កក់ក្ដៅនិងស្រស់បំព្រងរបស់កម្ពុជាដែលពោពេញទៅដោយវប្បធម៌ប្រពៃណីទំនៀមទម្លាប់សាសនាហើយជាពិសេសភាពចម្រុះនិងភាពសម្បូរបែបនៃទំនៀមទម្លាប់នៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិនេះខ្ញុំក៏សូមជម្រាបជូនអំពីគោលបំណងសំខាន់នៃការរៀបចំឲ្យមានព្រឹត្តិការណ៍នេះឡើងទី1គឺដើម្បីជំរុញនិងលើកកម្ពស់អត្តសញ្ញាណជាតិដោយដែលនេះខ្ញុំបានជម្រាបជូនអំបញ្ញមិញថាគឺពាក់ព័ន្ធនឹងការអភិរក្សការលើកកម្ពស់ការលើកតម្កើងក៏ដូចជាផ្សព្វផ្សាយឲ្យយុវជនខ្មែរជំនាន់ក្រោយបានដឹងបានឃើញបានស្គាល់បានយល់ពីប្រពៃណីទំនៀមទម្លាប់ដ៏ល្អផូរផង់របស់ខ្មែរដែលមែនតែនទៅមិនមែនត្រឹមតែកូនខ្មែរបច្ចុប្បន្ននេះទេគឺពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិគឺដូនតារបស់យើងបានប្រារព្ធតាំងពីដើមតាំងពីបរមកាលមកម្លេះចាហើយទី2គឺដើម្បីទាក់ទាញភ្ញៀវទេសចរជាការពិតណាស់កាលណាយើងមានព្រឹត្តិការណ៍គឺយើងមានការរៀបចំកម្មវិធីកាលណាមានកម្មវិធីគឺជំរុញឲ្យមានការចង់ដឹងចង់ឃើញចង់ស្គាល់ចង់សាកល្បង
ចាហើយដែលនេះហើយជាការតេទៀងនៅភ្ញៀវទេសចរទាំងជាតិទាំងអន្តរជាតិដើម្បីចូលរួមកំសាន្តនៅក្នុងព្រឹត្តិការណ៍នេះទី3គោលបំណងគឺដើម្បីជំរុញសេដ្ឋកិច្ចមូលដ្ឋានចាមានព្រឹត្តិការណ៍មានការរៀបចំមានការតេទៀងអញ្ចឹងប្រជាពលរដ្ឋភ្ញៀវទេសចរជាតិអន្តរជាតិលោកចេញដើរកំសាន្តដូច្នេះនៅក្នុងបរិការនេះមានន័យថាគ្រប់សេវាកម្មទេសចរទាំងអស់នឹងដំណើរការហើយដំណើរការយ៉ាងរស់រវើកនិងទូលំទូលាយជាងពេលធម្មតានៅក្នុងឱកាសថ្ងៃបុណ្យទានអញ្ចឹងលំហូរក៏ដូចជាចរន្តសេដ្ឋកិច្ចនឹងហូរចូលទៅតាមចំណែករៀងៗខ្លួននៃអាជីវករក៏ដូចជាប្រតិបត្តិការទេសចរគ្រប់ផ្នែកនិយាយទៅគឺថាសរសៃឈាមនៅក្នុងវិស័យទេសចរចាចំណុចមួយទៀតគឺបង្ហាញក៏ដូចជាផ្សព្វផ្សាយអំពីកិត្តិនាមរបស់កម្ពុជាជាការពិតណាស់ទោះបីជាបច្ចុប្បន្ននេះប្រទេសរបស់យើងក៏ដូចជាពិភពលោកកំពុងតែប្រឈមជាមួយនឹងបញ្ហាវិបត្តិសេដ្ឋកិច្ចសកលក៏ដូចជាកត្តាភូមិសាស្ត្រនយោបាយយ៉ាងណាក្តីប៉ុន្តែកម្ពុជារបស់យើងជាពិសេសនៅក្នុងវិស័យទេសចរផ្ទាល់ដោយដែលអាដាមហ៊ុតហាក់រដ្ឋមន្ត្រីក្រសួងទេសចរលោកតែងតែបានជម្រាបជូនជារឿយៗជាហោហែទៅកាន់សារព័ត៌មានជាតិនិងអន្តរជាតិថាកម្ពុជារបស់យើងមកដល់ពេលនេះគឺនៅតែជាគោលដៅទេសចរដែលមានសុខសុវត្ថិភាពផ្ដល់ភាពកក់ក្ដៅនិងស្នាមញញឹមរស់រាយរាក់ទាក់ដល់ភ្ញៀវទេសចរគ្រប់រូបចាគោលបំណងទី5ចាគឺបង្ហាញពីសាមគ្គីភាពរឹងមាំចាពីគ្រប់តួអង្គពាក់ព័ន្ធទាំងអស់ក្រោមជាវិភាពនៃប្រព័ន្ធតួអង្គតែមួយពីព្រោះថាការរៀបចំព្រឹត្តិការណ៍មិនមែនមនុស្សម្នាក់មិនមែនស្ថាប័នមួយអង្គភាពមួយអាចរៀបចំទៅបានទេគឺវាកើតឡើងពីស្មារតីរួបរวมគ្នាពីគ្រប់ស្ថាប័នគ្រប់ភាគីពាក់ព័ន្ធទាំងអស់ជាពិសេសនៅក្នុងព្រឹត្តិការណ៍នគរសង្ក្រាន្តនេះគឺក្រោមការដឹកនាំរបស់អាដាមឧបនាយករដ្ឋមន្ត្រីហ៊ុនម៉ាណីចាលោកជាប្រធានសសយកផងហើយដឹកនាំដូចផ្ដើមគំនិតឲ្យមានការរៀបចំព្រឹត្តិការណ៍នេះឡើងគោលបំណងសំខាន់ទី6គឺមោទកភាពជាតិចាយើងចង់យកឱកាសនេះដើម្បីបង្ហាញថាកម្ពុជារបស់យើងគឺជាមាតុភូមិដ៏ស្រស់បំព្រងយើងស្រឡាញ់ប្រទេសរបស់យើងស្រឡាញ់ប្រពៃណីទំនៀមទម្លាប់វប្បធម៌របស់យើងដូច្នេះកូនខ្មែរយុវជនជំនាន់ក្រោយក៏ដូចជាប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈទាំងអស់គឺយើងត្រូវតែរួមគ្នាថែរក្សាការពារនិងលើកតម្កើងបើសិនជាយើងរៀបចំព្រឹត្តិការណ៍ក៏ដូចជាយុទ្ធនាការក្នុងឆ្នាំនេះបានជោគជ័យលទ្ធផលចំណេញដូចដែលលោកជំរាបបានលើកឡើងមានគោលបំណងសំខាន់គឺជាទទួលបាននៅកៅតាភាពល្អប្រសើរជូនទៅកាន់វិស័យទេសចរផងទាំងវិស័យវប្បធម៌ក៏ដូចជាវិស័យសេដ្ឋកិច្ចហើយជាពិសេសគឺចង់បង្ហាញថាកម្ពុជាគឺសុវត្ថិភាពនៅក្នុងការធ្វើដំណើរកម្សាន្តផងដែរលោកជំរាបពាក់ព័ន្ធនឹងការត្រៀមខ្លួនវិញដោយសារតែយើងបានជជែកពាក់ព័ន្ធនឹងយុទ្ធនាការចូលឆ្នាំខ្មែរមកលេងស្រុកខ្មែរថាតើក្រសួងទេសចរបានត្រៀមរៀបចំនៅសកម្មភាពក៏ដូចជាព្រឹត្តិការណ៍សំខាន់អ្វីខ្លះដើម្បីត្រៀមក្នុងការទទួលភ្ញៀវទេសចរទាំងជាតិនិងអន្តរជាតិនេះបាទចាស់ត្រង់ចំណុចនេះអាយដាមរដ្ឋមន្ត្រីហ៊ុតហាក់គឺលោកបានដាក់ចេញជាវិធានការក៏ដូចជាគោលការណ៍ណែនាំទៅគ្រប់បណ្ដារាជធានីខេត្តទាំងអស់ជាពិសេសប្រធានមន្ទីរទេសចររាជធានីខេត្តដែលជាសេនាធិការរបស់ក្រសួងគឺថាទី1គឺជំរុញការរៀបចំព្រឹត្តិការណ៍ចាឲ្យមានជាព្រឹត្តិការណ៍ឲ្យមានជាកម្មវិធីនានាដ៏សម្បូរបែបហើយដែលផ្សារភ្ជាប់ទៅនឹងភាពជាខ្មែរចាទី2គឺការពង្រឹងគុណភាពឧស្សាហកម្មទេសចរជាពិសេសគឺយុទ្ធនាការសម្អាតផ្ទះរបស់យើង Clean City Clean Resort and Best Hospitality ប្រកបដោយស្នាមញញឹមនិងភាពកក់ក្ដៅចាហើយក៏សម្របសម្រួលជាមួយនឹងវិស័យឯកជនគឺធ្វើយ៉ាងណាបញ្ហាតម្លៃចាគឺសូមសំណូមពរដល់វិស័យឯកជនថាតម្លៃធ្វើយ៉ាងណាឲ្យភ្ញៀវទេសចរជាតិនិងអន្តរជាតិអាចទទួលយកបានមិនមែនជាឱកាសបង្កើតព្រឹត្តិការណ៍ហើយក៏ជាឱកាសដំឡើងថ្លៃដែរនោះទេចាទី3គឺពង្រីកការផ្សព្វផ្សាយជាការពិតយើងមានផលិតផលដែលល្អហើយចាយើងមានសកម្មភាពក៏ដូចជាមានព្រឹត្តិការណ៍ដ៏សម្បូរបែបហើយក៏ប៉ុន្តែបើសិនជាការផ្សព្វផ្សាយរបស់យើងមិនបានទូលំទូលាយក៏ដូចជាការដែលទទួលដឹង
ចាអំពីព្រឹត្តិការណ៍ឬក៏គោលដៅទេសចរនេះក៏នៅមានកម្រិតដែរអញ្ចឹងក្នុងនេះអាដាមរដ្ឋមន្ត្រីលោកបានជំរុញឲ្យមានការផ្សព្វផ្សាយកាន់តែខ្លាំងបន្ថែមទៀតទាំងដោយផ្ទាល់គឺតាមរយៈកម្មវិធីដូចជាសិក្ខាសាលាផ្សព្វផ្សាយចាព្រឹត្តិការណ៍នេះហើយនឹងការផ្សព្វផ្សាយតាមប្រព័ន្ធ digital គឺសំខាន់ណាស់ចាហើយចំណុចមួយទៀតក៏យើងមានកិច្ចសហការចាជាមួយនឹងការលើកទឹកចិត្តដល់បងប្អូនអ្នកផលិតមាតិកាទេសចរចាសូមឲ្យគាត់ជួយផ្សព្វផ្សាយពីគោលដៅទេសចរនៅគ្រប់រាជធានីខេត្តទាំងអស់ធ្វើយ៉ាងណាឲ្យប្រជាពលរដ្ឋរបស់យើងឲ្យភ្ញៀវទេសចរជាតិនិងអន្តរជាតិបានដឹងហើយបានកត់ចំណាំទុកក្នុងចិត្តថាទីនោះគឺជាគោលដៅទេសចរដែលត្រូវទៅលេងនៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិចាជាមួយនឹងរូបភាពល្អដែលបង្ហាញពីសុខសុវត្ថិភាពចំណុចមួយទៀតគឺជំរុញឲ្យមានការធ្វើពិពិធកម្មទេសចរកាន់តែសម្បូរបែបនៅក្នុងចំណុចនេះអាដាមរដ្ឋមន្ត្រីលោកបានដាក់ចេញនៅសសរស្តម្ភនៃកិច្ចសហប្រតិបត្តិការចំនួន6ចានៅក្នុងវិស័យទេសចរដែលមានទាំងកិច្ចសហប្រតិបត្តិការនៅថ្នាក់ជាតិថ្នាក់ក្រោមជាតិកិច្ចសហប្រតិបត្តិការជាអន្តរជាតិកិច្ចសហប្រតិបត្តិការជាមួយវិស័យឯកជនជាមួយបងប្អូនអ្នកសារព័ត៌មានអ្នកផលិតមាតិកានិងការចូលរួមពីបុគ្គលម្នាក់គឺធ្វើយ៉ាងណាដើម្បីពង្រីកវិសាលភាពនៃវិស័យទេសចរឲ្យកាន់តែមានភាពសម្បូរបែបមានគុណភាពមានផលិតភាពខ្ពស់មានភាពច្នៃប្រឌិតឆ្លើយតបទៅនឹងតម្រូវការរបស់ភ្ញៀវទេសចរគ្រប់កម្រិតនិងគ្រប់ប្រភេទហើយនឹងចំណុចមួយទៀតគឺការរៀបចំនិងការបង្កើតឲ្យមានខ្សែទស្សនកិច្ច cluster tourism ដែលក្នុងន័យនេះគឺមានន័យថាយើងជំរុញនិងបង្កើនតម្លៃបន្ថែមនៅក្នុងវិស័យទេសចរដោយផ្សារភ្ជាប់ពីគោលដៅទេសចរមួយទៅគោលដៅទេសចរមួយសម្ដៅធ្វើយ៉ាងណាគឺពន្យាពេលការស្នាក់នៅរបស់ភ្ញៀវទេសចរមានន័យថាឲ្យភ្ញៀវគាត់បន្តស្នាក់នៅបានយូរអញ្ចឹងទេផលចំណូលហ្នឹងក៏បានទៅដល់គ្រប់សរសៃឈាមនៃទេសចរផងដែរបាទអរគុណលោកជំទាវឃើញយើងបានត្រៀមច្រើនក្នុងការបង្កើតនៅសកម្មភាពផ្សេងទាំងដូចលោកជំទាវបានជំរាបជូនកម្មវិធីសម្បូរបែបបាទកម្មវិធីទេសចរសម្បូរបែបមានយើងអាចបានដឹងហើយនៅក្នុងឱកាសនៃពិធីបុណ្យចូលឆ្នាំថ្មីព្រឹត្តិការណ៍សង្ក្រាន្តបណ្ដាសង្ក្រាន្តធំនៅនគរសង្ក្រាន្តរាជធានីភ្នំពេញសង្ក្រាន្តតាមបណ្ដាស្រុកក៏មានសង្ក្រាន្តតាមទីតាំងផ្សេងក៏មានដែរអញ្ចឹងជាទីតាំងសប្បាយសម្រាប់បងប្អូនភ្ញៀវទេសចរជាតិអន្តរជាតិគាត់អាចស្វែងរកជម្រើសក្នុងការទៅលេងកម្សាន្តបានហើយខ្ញុំក៏ចាប់អារម្មណ៍ដែរពាក់ព័ន្ធទៅនឹងបាត់តម្លៃគឺយើងត្រូវរក្សាតម្លៃឲ្យបានសមរម្យហើយរសជាតិនៅតែឆ្ងាញ់អញ្ចឹងបងប្អូនភ្ញៀវទេសចរមិនថាជាតិអន្តរជាតិទេឆ្ងាញ់ថោកសប្បាយគាត់នឹងនៅបន្តយូរតាមរយៈគោលការណ៍ដែលក្រសួងទេសចរបានប្រប្រែងក្នុងការរៀបចំត្រៀមលោកជំទាវខ្ញុំបាទចាប់អារម្មណ៍នៅមួយរឿងទៀតដោយសារតែស្ថានភាពកម្ពុជារបស់យើងបច្ចុប្បន្នដែលយើងបានដឹងហើយថាយើងបន្តរងការឈ្លានពានពីសំណាក់ខាងទាហានថៃមកលើទឹកដីកម្ពុជារបស់យើងហើយជាពិសេសក្នុងអំឡុងពេលនេះគឺវរៈកងទ័ពរបស់យើងក៏ដូចជាបងប្អូនជនពាសឹកគាត់ក៏នៅគេហៅថាជួរមុខនៅក្នុងការត្រៀមការពារបរណភាពទឹកដីរបស់យើងនៅក្នុងអំឡុងនៃព្រឹត្តិការណ៍ចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរដែលជាព្រឹត្តិការណ៍កំសាន្តសប្បាយតើក្រសួងទេសចរមានគោលការណ៍យ៉ាងណាខ្លះដើម្បីផ្សារភ្ជាប់នៅការរៀបចំព្រឹត្តិការណ៍នគរសង្ក្រាន្តក្តីក៏ដូចជាយុទ្ធនាការចូលឆ្នាំខ្មែរម៉ាឡេសុខខ្មែរដើម្បីផ្សារភ្ជាប់ជាមួយនឹងវរៈយុទ្ធជននៅសមរភូមិក៏ដូចជាជនពាសឹកចាសសូមអរគុណចំពោះចំណុចនេះគឺយើងដឹងទាំងអស់គ្នាថាទេសចរវាតតែមានលក្ខណៈជាការកំសាន្តភាពរីករាយសប្បាយប្លែកភ្នែកបានហៅថាទេសចរដែលប្រកបដោយភាពទាក់ទាញក៏ប៉ុន្តែទោះជាយ៉ាងនេះក្តីស្ថិតនៅក្នុងបរិយាបច្ចុប្បន្ននេះគឺអាដាមរដ្ឋមន្ត្រីលោកតែងតែតម្រង់ទិសទាំងថ្នាក់ដឹកនាំជាដៃជាសេនាធិការទាំងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់នៃក្រសួងទេសចរក៏ដូចជាវិស័យឯកជនថាទោះបីជាយើងបង្កការកំសាន្តភាពសប្បាយរីករាយយ៉ាងណាក៏ដោយប៉ុន្តែយើងអត់ត្រូវភ្លេចទីមួយគឺភាពជាខ្មែរវប្បធម៌ប្រពៃណីសំខាន់ណាស់នៅក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរហើយទី2ការដឹងគុណចំពោះវីរៈកងទ័ពវីរៈកងកម្លាំងគ្រប់ប្រភេទទាំងអស់ចាដែលបានពលកម្មគ្រប់បែបយ៉ាងដើម្បីបុព្វហេតុការពារជាតិមាតុភូមិ
ចាហើយការដឹងគុណនេះទៀតសោតគឺมันចំពោះតែវិរៈកងកម្លាំងនៅក្នុងស្ថានភាពបច្ចុប្បន្ននេះទេក៏ប៉ុន្តែយើងបង្ហាញការដឹងគុណចំពោះកិច្ចខិតខំប្រឹងប្រែងការលះបង់ការតស៊ូគ្រប់បែបយ៉ាងដើម្បីអភិវឌ្ឍជាតិដើម្បីធ្វើឲ្យប្រទេសជាតិរឹងមាំនិងមានការរីកចម្រើនរបស់បុព្វបុរសខ្មែរគ្រប់ជំនាន់ទាំងអស់ចាតាមរយៈការរំលឹកគុណនិងការឧទ្ទិសកុសលចាអញ្ចឹងបូកបញ្ចូលគ្នាទាំងការដឹងគុណចំពោះបុព្វបុរសខ្មែរគ្រប់ជំនាន់និងចំពោះវីរៈកងកម្លាំងគ្រប់ប្រភេទទាំងអស់ហើយក៏ដូចជាជនភៀសសឹកចាយើងមិនភ្លេចទេផ្សារភ្ជាប់ជាមួយនឹងការរៀបចំជាសម្ភារៈប្រើប្រាស់គ្រឿងឧបភោគបរិភោគជូនចំពោះពួកគាត់ចាជាហូរហែហើយជាពិសេសនៅក្នុងឱកាសឆ្នាំថ្មីនេះក្រសួងទេសចរក៏មានកម្មវិធីនៅក្នុងការផ្ដល់ជាអំណោយក៏ដូចជាគ្រឿងឧបភោគបរិភោគនិងសម្ភារៈប្រើប្រាស់ផ្សេងៗចំពោះបងកងកម្លាំងនៅជួរមុខផងដែរក្រៅពីនេះក្រសួងទេសចរក៏ជំរុញឲ្យមានការដាក់តាំងបង្ហាញនៅរូបភាពចាវិរៈកងកម្លាំងជួរមុខហើយដែលក្នុងនេះសហភាពសហព័ន្ធយុវជនកម្ពុជាដែលជាអ្នកក្ដួយផ្ដើមរៀបចំឲ្យមានព្រឹត្តិការណ៍នគរសង្ក្រាន្តក៏លោកបានគិតគូរច្បាស់លាស់ហើយថាយុវជនខ្មែរចំនួនក្រោយហើយក៏ដូចជាអភិក្រមជាវិភាពនៃប្រព័ន្ធទូអង្គតែមួយគឺយើងធ្វើយ៉ាងណាសម្រាប់ឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិនេះគឺជាការរំលឹកឲ្យឃើញអំពីអត្តសញ្ញាណជាតិផងហើយក៏ផ្សារភ្ជាប់ទៅនឹងបងកងកម្លាំងក៏ដូចជាវីរៈកងទ័ពនិងជនភៀសសឹកដែលនៅឯជួរមុខផងគឺយើងអត់ដែលភ្លេចទេចា៎បាទអរគុណលោកជំទាវខ្ញុំបាទមានសំណួរចុងក្រោយដោយសារតែយើងឃើញថានៅសល់តែប្រហែលថ្ងៃទៀតទេដល់ហើយនៅក្នុងពិធីបុណ្យដ៏ធំប្រចាំឆ្នាំរបស់យើងទាំងបងប្អូនប្រជាពលរដ្ឋខ្មែរក៏គាត់ទន្ទឹងរង់ចាំហើយខ្ញុំគិតថាទាំងភ្ញៀវទេសចរអន្តរជាតិដែលគាត់បានគេដាក់គោលដៅមកលេងកំសាន្តក៏គាត់ទន្ទឹងរង់ចាំនៅក្នុងការកំសាន្តនៅក្នុងពិធីបុណ្យផ្សេងៗនៅក្នុងឱកាសនៃពិធីបុណ្យចូលឆ្នាំថ្មីលោកជំទាវមានជាសារអ្វីជូនពរក៏ដូចជាបាទអំពាវនាវទៅដល់បងប្អូនប្រជាពលរដ្ឋខ្មែរនៅក្នុងឱកាសឆ្នាំថ្មីក៏ដូចជាអំពាវនាវដើម្បីចូលរួមមកលេងកំសាន្តនៅក្នុងព្រឹត្តិការណ៍នានាដែលមានការរៀបចំនៅប្រទេសកម្ពុជារបស់យើងចាសូមអរគុណសារសំខាន់បំផុតរបស់ខ្ញុំនៅពេលនេះគឺរាល់ការរៀបចំទាំងអស់មិនមែនដើម្បីសម្រាប់តែការកំសាន្តសប្បាយប៉ុណ្ណោះទេតែជាការផ្សារភ្ជាប់ជាមួយប្រពៃណីវប្បធម៌សាសនាទំនៀមទម្លាប់ដ៏ល្អផុសផង់របស់ជាតិដោយដែលខ្ញុំបានបញ្ជាក់ជូនខាងដើមទី2មិនមែនជាការភ្លេចខ្លួនទេចាក៏ប៉ុន្តែគឺជាការរំលឹកនឹកគុណដល់បុព្វបុរសខ្មែរគ្រប់ជំនាន់ក៏ដូចជាវីរៈយុទ្ធជនវីរៈកងកម្លាំងគ្រប់ប្រភេទដែលបានតស៊ូបដូរផ្ដាច់និងពលិកម្មគ្រប់បែបយ៉ាងដើម្បីបុព្វហេតុការពារជាតិមាតុភូមិនិងប្រជាជនទី3គឺយើងបង្ហាញពីភាពធន់ចាភាពរឹងមាំហើយនឹងវិបុលភាពនិងសន្តិភាពនៅក្នុងស្មារតីខ្មែររួបរวมសាមគ្គីគ្នាជាធ្លុងមួយខ្មែរឯកភាពគ្នាដែលក្នុងទម្រង់ជាចង្កឹះមួយបាច់ចាមានភាពរឹងមាំនៅគ្រប់ដំណាក់កាលនៅគ្រប់កលៈទេសៈទាំងអស់ហើយដែលនេះគឺជាសសរស្តម្ភយ៉ាងរឹងមាំនៅក្នុងការទ្រទ្រង់ស្ថិរភាពនយោបាយសង្គមសេដ្ឋកិច្ចរបស់ប្រទេសជាតិហើយឆ្លៀតក្នុងឱកាសនេះដែរដោយសារតែយើងគៀកនឹងដល់ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខ្ញុំសូមយកឱកាសនេះដើម្បីជូនពរដល់បងប្អូនប្រជាពលរដ្ឋនៅទូទាំងប្រទេសក៏ដូចជាប្រជាពលរដ្ឋដែលជាជនភៀសសឹកហើយនឹងបងវីរៈយុទ្ធជនជួរមុខទាំងអស់ទាំងជួរក្រោយផងដែរចាគឺសូមឲ្យមានសេចក្តីសុខមានសុភមង្គលចាហើយសូមជឿជាក់លើការដឹកនាំប្រកបដោយកតេបណ្ឌិតភាពឆ្លាតឆ្លៀសវៃនិងអត់ធ្មត់បំផុតរបស់សម្ដេចធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃប្រជាណាចក្រកម្ពុជានិងលោកជំទាវបណ្ឌិតពេជ្រច័ន្ទមុនីហ៊ុនម៉ាណែតដែលជានាយការគឺលោកតែងតែតម្កល់នៅផលប្រយោជន៍ជាតិនិងប្រជាជនជាធំហើយតែងតែគិតគូរជានិច្ចនៅគ្រប់បញ្ហានានារបស់ជាតិនិងប្រជាជនជាពិសេសសូមទេវតាឆ្នាំថ្មីមេត្តាប្រោះព្រំប្រសិទ្ធពរជ័យថ្វាយព្រះករុណាព្រះមហាក្សត្រនៃប្រជាណាចក្រកម្ពុជាជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតចាថ្
ថ្វាយព្រះមហាក្សត្រីព្រះបរិរាជមេត្តាជាតិខ្មែរក្នុងសេរីភាពសេចក្តីថ្លៃថ្នូរនិងសុភមង្គលជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតសំលោកមានព្រះជន្មាយុយឺនយូរព្រះកាយពលមាំមួនបរិយាសុខភាពល្អបរិបូរណ៍គង់ប្រថាប់ជាមលុបដ៏ត្រជាក់នៃប្រជានរាជខ្មែរចាហើយរួមទាំងថ្នាក់ដឹកនាំកម្ពុជារបស់ជាតិមានសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែនប្រធានព្រឹទ្ធសភានៃប្រជាណាចក្រកម្ពុជានិងជាប្រធានឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រសម្ដេចកតេព្រះបណ្ឌិតប៊ុនរ៉ានីហ៊ុនសែនសម្ដេចធិបតីនាយករដ្ឋមន្ត្រីនៃប្រជាណាចក្រកម្ពុជានិងលោកជំទាវបណ្ឌិតពេជ្រច័ន្ទមនីហ៊ុនម៉ាណែតព្រមទាំងថ្នាក់ដឹកនាំកម្ពុជាដទៃទៀតរបស់ជាតិកម្ពុជាយើងទាំងអស់សូមលោកមានសុខភាពល្អជន្មាយុយឺនយូរសម្រាប់បានជោគជ័យគ្រប់ភារកិច្ចការងារនៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិសូមបន្តដឹកនាំនាវាកម្ពុជាឲ្យកាន់តែរីកចម្រើនតរៀងទៅប្រកបដោយវឌ្ឍនភាពនិងវិបុលភាពសូមអរគុណខ្ញុំបាទសូមគោរពថ្លែងអរគុណលោកជំទាវដែលបានផ្ដល់នៅខ្លឹមសារសំខាន់ពាក់ព័ន្ធទៅនឹងអ្វីដែលក្រសួងទេសចរបានត្រៀមនៅក្នុងព្រឹត្តិការណ៍នៅក្នុងឱកាសនៃពិធីបុណ្យចូលឆ្នាំថ្មីខាងមុខនេះជាពិសេសគឺយុទ្ធនាការចូលឆ្នាំខ្មែរមកលេងស្រុកខ្មែរហើយសង្ឃឹមថាតាមរយៈកិច្ចសម្ភារនេះគឺបងប្អូនប្រជាពលរដ្ឋខ្មែរទទួលបានជ្រាបនិងកុំភ្លេចមកចូលរួមលេងកម្សាន្តនៅក្នុងឱកាសនៃពិធីបុណ្យចូលឆ្នាំថ្មីតាមព្រឹត្តិការណ៍នានាជាពិសេសគឺព្រឹត្តិការណ៍នគរសង្ក្រាន្តដែលមានការរៀបចំរយៈពេល6ថ្ងៃហើយកុំភ្លេចបាទការកំសាន្តសប្បាយក៏ត្រូវផ្សារភ្ជាប់ពីគុណតម្លៃបំណាច់ដ៏ធំធេងរបស់វរៈយុទ្ធជនដែលកំពុងទៅនៅសមរភូមិក៏ដូចជាផ្សារភ្ជាប់ជាមួយនឹងបងប្អូនជនភៀសសឹកផងដែរទេសនិកជនជាទីគោរពនិងជាទីមេត្រីកម្មវិធីកិច្ចសម្ភារពិសេសពាក់ព័ន្ធនឹងដំណើរចំពោះទៅព្រឹត្តិការណ៍នគរសង្ក្រាន្តហើយប្រធានបទរបស់យើងពាក់ព័ន្ធទៅនឹងបាទយុទ្ធនាការចូលឆ្នាំខ្មែរបុកលេងស្រុកខ្មែរក៏បានមកដល់ទីបញ្ចប់នៅគណៈពេលនេះខ្ញុំបាទចំណាន់និងលោកជំទាវបាទសូមអរគុណនិងសូមគោរពលា